ពីសាលារៀនភាសាចិនដល់ល្បីល្បាញមួយដែលមានប្រវត្តិជាងមួយសតវត្សមកកាន់ការបង្កើតសាកលវិទ្យាល័យទំនើបសម្រាប់យុវជនកម្ពុជាទួនហ្វាកំពុងបើកទំព័រថ្មីនៃវិស័យអប់រំកម្ពុជាបង្កើតឡើងតាំងពីឆ្នាំ1914ទួនហ្វាគឺជាឈ្មោះដែលជាប់នៅក្នុងការចងចាំរបស់ប្រជាជនកម្ពុជាជាច្រើនជំនាន់ក្នុងនាមជាគ្រឹះស្ថានអប់រំភាសាចិនដ៏មានកេរ្តិ៍ឈ្មោះនិងមានតួនាទីសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សថ្ងៃនេះទួនហ្វាបានវិវត្តខ្លួនឈានទៅកាន់ដំណាក់កាលថ្មីតាមរយៈការបង្កើតសាកលវិទ្យាល័យទួនហ្វាក្រោមការផ្ដួចផ្ដើមរបស់សមាគមនិកាយចិនតិជីវនៅកម្ពុជាក្នុងគោលបំណងពង្រីកឱកាសអប់រំថ្នាក់ឧត្តមសិក្សានិងចូលរួមអភិវឌ្ឍយុវជនកម្ពុជាឲ្យមានសមត្ថភាពប្រកួតប្រជែងក្នុងសម័យកាលសកលភាវូបនីយកម្មក្នុងបេសកកម្មគាំទ្រទិសដៅអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជានិងជួយយុវជនរៀបចំអនាគតសិក្សានិងអាជីពរបស់ខ្លួនសាកលវិទ្យាល័យទួនហ្វាថ្មីនេះបានបញ្ចប់ដោយជោគជ័យនៅដំណាក់កាលទី1នៃកម្មវិធីតម្រង់ទិសអំពីការជ្រើសរើសជំនាញនិងការសិក្សានៅសាកលវិទ្យាល័យសម្រាប់សិស្សថ្នាក់ទី12ចាប់ផ្ដើមពីថ្ងៃទី2ខែឧសភាឆ្នាំ2026កម្មវិធីនេះត្រូវបានរៀបចំឡើងនៅវិទ្យាល័យចំនួន7ក្នុងរាជធានីភ្នំពេញរួមមានវិទ្យាល័យជាស៊ីមសាមគ្គីវិទ្យាល័យបាក់ទូកវិទ្យាល័យព្រះស៊ីសវត្តវិទ្យាល័យហ៊ុនសែនចម្ពោះវ័នវិទ្យាល័យហ៊ុនសែនភ្នំពេញថ្មីវិទ្យាល័យសម្ដេចហ៊ុនសែនបរនីច្បារអំពៅនិងវិទ្យាល័យទួលអំពិលដែលមានសិស្សានុសិស្សប្រមាណ 4000 នាក់ចូលរួមយ៉ាងសកម្មក្រោមការគាំទ្រពីលោកគ្រូអ្នកគ្រូនិងថ្នាក់ដឹកនាំសាលាកម្មវិធីនេះបានផ្ដល់ឱកាសដ៏មានតម្លៃដល់សិស្សានុសិស្សក្នុងការស្វែងយល់អំពីជំនាញសិក្សាផ្សេងៗការស្គាល់សមត្ថភាពផ្ទាល់ខ្លួនតម្រូវការទីផ្សារការងារឱកាសអាជីពនាពេលអនាគតព័ត៌មានអាហារូបករណ៍និងលក្ខខណ្ឌចូលរៀននៅសាកលវិទ្យាល័យតាមរយៈការចែករំលែកបទពិសោធន៍ពីតំណាងសាកលវិទ្យាល័យនិងសកម្មភាពអន្តរកម្មជាច្រើនសិស្សានុសិស្សទទួលបានទំនុកចិត្តនិងចក្ខុវិស័យកាន់តែច្បាស់លាស់សម្រាប់អនាគតរបស់ខ្លួនសាកលវិទ្យាល័យទួនហ្វាជឿជាក់ថាការជ្រើសរើសជំនាញត្រឹមត្រូវគឺជាគន្លឹះសំខាន់ក្នុងការកំណត់ទិសដៅជីវិតនិងភាពជោគជ័យក្នុងអាជីពដោយសារលទ្ធផលវិជ្ជមាននិងការគាំទ្រយ៉ាងខ្លាំងពីសិស្សានុសិស្សនិងសាលារៀនសាកលវិទ្យាល័យក្រុងនឹងបន្តដំណាក់កាលទី2នៃកម្មវិធីនេះនៅតាមវិទ្យាល័យផ្សេងៗទៀតក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តដើម្បីពង្រីកការយល់ដឹងនិងជួយយុវជនកម្ពុជាត្រៀមខ្លួនសម្រាប់អនាគតកាន់តែប្រសើរក្នុងឱកាសនេះផងដែរសាកលវិទ្យាល័យទួនហ្វាក៏បានណែនាំអំពីកម្មវិធីសិក្សារបស់ខ្លួនដែលក្រុងនឹងបើកទទួលនិស្សិតចំនួនទី1សម្រាប់ឆ្នាំសិក្សា2026ដែលផ្ដល់ការបណ្ដុះបណ្ដាលចំនួន11ជំនាញនិងបញ្ចូលកម្មវិធីសិក្សាភាសាចិនរយៈពេល4ឆ្នាំសម្រាប់និស្សិតគ្រប់ជំនាញដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារការងារជាតិនិងអន្តរជាតិលើពីនេះសាកលវិទ្យាល័យក៏នឹងផ្ដល់អាហារូបករណ៍ជាង100កន្លែងសម្រាប់សិស្សានុសិស្សដែលមានសមត្ថភាពនិងបំណងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបវេសនការសម្រាប់ឆ្នាំសិក្សាថ្មីនឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី1ខែតុលាឆ្នាំ2026ខាងមុខនេះជាមួយនឹងកេរ្តិ៍ឈ្មោះដ៏រឹងមាំជាងមួយសតវត្សនិងចក្ខុវិស័យក្នុងការអប់រំសាកលវិទ្យាល័យទួនហ្វាកំពុងក្លាយជាកម្លាំងថ្មីមួយក្នុងការបណ្ដុះយុវជនកម្ពុជាឲ្យក្លាយជាធនធានមនុស្សមានគុណភាពសមត្ថភាពនិងភាពជឿជាក់សម្រាប់អនាគត